និយាយទៅឃើញវីដេអូនេះហើយគឺអាណិតពុកមែនតើគឺពុកគាត់ផ្ដាំម៉ូតូហើយវីដេអូហ្នឹងមុនបងក៏អត់ត្រូវថតដែរបងប្អូនគឺខ្ញុំជិះម៉ូតូនៅតាមវាលស្រែជាមួយពុកតែប៉ុន្តែជិះមកតាំងពីផ្សារមកម្នេះហើយកាត់មកតាមមាត់ទន្លេទៅមកចុះមកតាមបន្លាយចូលមកភូមិហើយអត់ដឹងមកទេតាមវាលស្រែហ្នឹងក៏ត្រូវបែកម៉ូតូហើយដូចអត់បែកទេបងប្អូនដូចជាមុតអីមួយទេប៉ិនប៉ិនកូនដៃមកប៉ិនប្រហែលជាប៉ិនកូនដៃពេលយកទៅប៉ះចឹងទៅពុកខ្ញុំក៏ដូរទាំងពោះវៀនទាំងសបកហ្មងទៅពេលហ្នឹងគឺពុកខ្ញុំមិនផ្ដាល់ចិត្តណាស់បងប្អូនគឺគាត់ផ្ដាល់តាំងពីពាក់កណ្ដាលបន្លាយរហូតទៅដល់ផ្ទះនៅក្នុងភូមិហើយផ្ទះដែលឃើញនេះគឺផ្ទះនៅខាងក្រៅនៅតាមវាលស្រែនៅតាមបន្លាយហ្នឹងទេហើយពេលហ្នឹងដោយសារតែឆ្ងាយត្រង់ដែរហើយចឹងត្រូវទៅផ្ទះសិនមុននឹងយកម៉ូតូទៅប៉ះដោយសារតែទៅញ៉ាំបាយសិនតមកបានយកម៉ូតូទៅប៉ះហើយពុកខ្ញុំពេលដែលទៅប៉ះម៉ូតូហ្នឹងគឺគាត់បដាម៉ូតូហ្នឹងទៅឡើងខ្នល់ជាតិទៀតហើយផ្ទះខ្ញុំធម្មតាគឺអត់ត្រូវជិះតាមមាត់ទន្លេតាមបន្លាយចូលភូមិទេដោយសារតែពេលហ្នឹងពុកខ្ញុំជិះតាមភូមិទៅឡើងខ្នល់ជាតិហ្នឹងគឺឡានម៉ូតូច្រើនពេកថ្ងៃហ្នឹងគឺគេសម្រុកទៅភ្នំពេញណាបងប្អូនថ្ងៃទី28ខែ9ហ្នឹងហើយខ្ញុំក៏ត្រូវឡើងមកភ្នំពេញវិញដែរពេលល្ងាចពេលហ្នឹងគឺពុកអត់ហ៊ានបដ ாய் ឲ្យខ្ញុំជិះខ្នល់ចិត្តម្នាក់ឯងទេដោយសារតែឡានម៉ូតូច្រើនពេកអញ្ចឹងទៅក៏គាត់ជូនខ្ញុំទៅផ្សារបន្ទាប់មកពេលដែលត្រឡប់មកវិញហ្នឹងគាត់ថាឡានម៉ូតូច្រើនពេកអញ្ចឹងទៅគាត់អត់ជិះតាមខ្នល់ជាតិទេគាត់ចូលចិត្តជិះតាមមាត់ទន្លេមកចុះតាមបន្លាយមកក្នុងភូមិវិញនិយាយទៅនៅថ្ងៃនោះគឺពុកខ្ញុំគឺហត់មែនតើគឺគាត់ផ្ដាល់ម៉ូតូខ្ញុំមកផ្ទះហើយបន្ទាប់មកញ៉ាំបាយរួចរាល់ហើយក៏គាត់ផ្ដាល់ម៉ូតូរបស់ខ្ញុំទៅប៉ះនៅខ្នល់ជាតិលេខ1ទៀតខ្នល់ជាតិលេខ1បងប្អូនពីផ្ទះទៅរឿងឆ្ងាយគ្រាន់បើដែរសារតែក្នុងភូមិរបស់ខ្ញុំហ្នឹងគឺអត់មានជាងប៉ះម៉ូតូទេអញ្ចឹងទៅត្រូវផ្ដាល់ទៅខ្នល់ជាតិលេខ1ហើយសម្រាប់ខ្ញុំវិញនៅថ្ងៃនោះគឺបានតែចុះដើរអញ្ចឹងហើយក៏ឆ្លៀតថតតាមដងផ្លូវតាមបន្លាយតាមផ្លៀសវាលស្រែអញ្ចឹងឲ្យបងប្អូនបានមើលសកម្មភាពផ្លាស់នៅតាមវាលស្រែក្នុងភូមិខ្ញុំអញ្ចឹងបងប្អូនហើយនិយាយទៅវាលស្រែនៅនេះខែហ្នឹងគឺគេព្រាតស្រូវមានស្រូវដើមស្រូវអីអញ្ចឹងបងប្អូនហើយនៅហ្នឹងគឺខែហ្នឹងគឺភ្លៀងអញ្ចឹងមានទឹកមានអីតាមបន្លាយហៀតាមបន្លាយហ្នឹងបើសិនជាមេឃអត់ភ្លៀងទេគឺត្រូវបើកទឹកពីទន្លេមកចូលបន្លាយហើយបើកទឹកពីទន្លេចូលបន្លាយហ្នឹងគឺត្រូវទិញគេនៅក្នុងមួយឆ្នាំទិញគេដាក់ស្រែប្រមាណហិតតាអញ្ចឹងបងប្អូនហើយតបមកបើសិនតែមានទឹកភ្លៀងអញ្ចឹងខាងអ្នកធ្វើស្រែក៏ធូរដែរអត់បានឲ្យលុយថ្លៃទឹកប៉ុន្តែបើខែប្រាំងអត់មានទឹកវិញគឺយើងត្រូវអស់លុយថ្លៃទឹកឲ្យទឹកគេមកហូរចេញពីទន្លេមកអញ្ចឹងបងប្អូនហើយទឹកក្នុងបន្លាយហ្នឹងបើទឹកច្រើនពេកទឹកច្រើនខ្លាំងពេកគេបហូរចូលទន្លេវិញហើយគេបើកបហូរចូលទន្លេវិញដោយសារទឹកច្រើនពេកក៏វាហៀលិចដងវាស្រែដែរអញ្ចឹងទៅគេអត់អាចទុកទឹកក្នុងបន្លាយហ្នឹងឲ្យហៀបានទេបើប៉ុណ្ណឹងបានប៉ុន្តែបើហៀគឺគេបហូរចូលទន្លេវិញដូចគ្នានេះចូលមកដល់ក្នុងភូមិហើយក្នុងភូមិហ្នឹងក៏មានបន្លាយមួយខ្សែទៀតដែរនេះគឺបន្លាយទៅតាមផ្លូវទៅក្នុងភូមិរបស់ខ្ញុំហើយក៏ឡើងទៅខ្នល់ជាតិលេខ1ដែរក្នុងវីដេអូនេះលវទៅថតដើមផ្កាដើមឈើនៅតាមបន្លាយហ្នឹងក៏ផ្លិតថតតាមផ្លូវបន្លាយក្នុងភូមិហ្នឹងឲ្យបងប្អូនបានឃើញឲ្យច្បាស់អញ្ចឹងបងប្អូនហើយមកដល់កន្លែងនេះគឺចូលដល់ចិត្តដល់ផ្ទះខ្ញុំហើយក៏ឃើញដើមហ្វិតក៏ថតដើមហ្វិតឲ្យបងប្អូនបានមើលទៀតហើយវីដេអូនេះក៏ចប់ប៉ុណ្ណឹងដែរអរគុណបាយបាយ